នេះគឺជារឿងពិតជីវិតអ្នកក្រដូចខ្ញុំមិនដែលបានរួងជួបជុំក្រុមគ្រួសារពុកម៉ែធ្វើការឆ្ងាយនៅបីនាក់បងប្អូនឯកាខំរកលុយឲ្យប្អូនទៅសិក្សាលំបាកប៉ុណ្ណាតស៊ូគេគ្រប់គ្នាមើលងាយគេមើលស្រាលគេមិនអោយដំឡៃព្រោះយើងក្រក្រៃមិនមានការងារល្អធ្វើជុំពាក់លុយអង្គការធ្វើការរោងចក្របងលុយអោយគេទោះឈឺក៏មិនឈប់ដែរត្រូវតស៊ូដើរទៅមុខពេលខ្លះបាយលាយទឹកភ្នែកនឹកឃើញជីវិតខ្លួនឯងជីវិតរស័ព្ទដូចខ្លាញ់គ្មានគោលដៅខ្ញុំត្រូវតែតស៊ូពាក្យគេមើលងាយជាគ្រូនាំផ្លូវមិនយូរមិនឆាប់គង់ដល់គោលដៅថ្ងៃណាមួយមិនខានគេគ្រប់គ្នាមើលងាយគេមើលស្រាលគេមិនអោយដំឡៃព្រោះយើងក្រក្រៃមិនមានការងារល្អធ្វើជុំពាក់លុយអង្គការធ្វើការរោងចក្របងលុយអោយគេទោះឈឺក៏មិនឈប់ដែរត្រូវតស៊ូដើរទៅមុខពេលខ្លះបាយលាយទឹកភ្នែកនឹកឃើញជីវិតខ្លួនឯងជីវិតរស័ព្ទដូចខ្លាញ់គ្មានគោលដៅខ្ញុំត្រូវតែតស៊ូពាក្យគេមើលងាយជាគ្រូនាំផ្លូវមិនយូរមិនឆាប់គង់ដល់គោលដៅថ្ងៃពេលខ្លះបាយលាយទឹកភ្នែកនឹកឃើញជីវិតខ្លួនឯងជីវិតរស័ព្ទដូចខ្លាញ់គ្មានគោលដៅខ្ញុំត្រូវតែតស៊ូពាក្យគេមើលងាយជាគ្រូនាំផ្លូវមិនយូរមិនឆាប់គង់ដល់គោលដៅថ្ងៃណាមួយមិនខាន